ទេសនិកជនជាទីមេត្រី9 ខែកន្លងសកម្មភាពធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរដ្ឋសមាជិកមួយឆ្នោតជាតិកង្ខើបន្តរក្សាស្ថិរភាពនិងល្បឿនកំណើនឆ្លងតាមសម្បត្តិឆ្នោតជាតិកង្ខើបាននឹងកំពុងរួមចំណែកបង្កប្រាក់ចំណូលដល់អ្នកពលកម្មរាប់ពាន់នាក់មិនត្រឹមតែនាំមកប្រភពចំណូលលំនឹងសម្រាប់ថវិការដ្ឋប៉ុណ្ណោះទេថែមទាំងអនុវត្តល្អកម្មវិធីសុខុមាលភាពសង្គមលើភូមិសាស្ត្រផងទៀតក្នុង9 ខែរបងឆ្នាំ2025ប្រាក់ចំណូលរបស់ឆ្នោតជាតិទីក្រុងកង្ខើសម្រេច 5,360 លានដុល្លារសម្រេចចិត្ត 113% ប្រៀបនឹងពេលជាមួយគ្នាអត្រាប្រើប្រាស់សម្បត្តិឆ្នោតប្រពៃណីបន្តសម្រេច 100% ប្រៀបនឹងចំណូលចេញផ្សាយអាស្រ័យហេតុនោះផលចំណេញមុនពន្ធរបស់ក្រុមហ៊ុនសម្រេច 668,000 លានដុល្លារសម្រេចជាង 89% ផែនការឆ្នាំនិងកើនជាង 14% ប្រៀបនឹងពេលជាមួយគ្នានាឆ្នាំ2024ក្រុមហ៊ុនបង់ថវិការដ្ឋ 1,615,000 លានដុល្លារសម្រេចជាង 75% ផែនការឆ្នាំនិងកើនជាង 11% ប្រៀបនឹងពេលជាមួយគ្នាផលិតផលថ្មីទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីប្រព័ន្ធចែកចាយនិងទីផ្សារភ្លាមក្រុមហ៊ុននឹងបន្តអភិវឌ្ឍផលិតផលនេះដើម្បីឆ្លើយតបល្អជាងទៀតតាមនិន្នាការកំសាន្តដកទំនើបរបស់ប្រជាជនកន្លងពីនោះបង្កប្រភពថវិកាបន្ថែមសម្រាប់ភូមិភាគព្រមទាំងរួមចំណែកដោះស្រាយការធ្វើបង្កចំណូលជូនអ្នកពលកម្មជាពិសេសគឺធ្វើសម្បូរបែបទីផ្សារឆ្នោតជាតិវៀតណាមដោយបេសកកម្មឆ្នោតជាតិផលប្រយោជន៍ប្រទេសប្រយោជន៍គ្រួសារដើម្បីសហគមន៍ដើម្បីសុខុមាលភាពសង្គម9 ខែកន្លងក្រុមហ៊ុនចំណាយឧបត្ថម្ភសុខុមាលភាពសង្គមដោយចំនួនប្រាក់ 24,300,000 លានដុល្លារជាក់ស្ដែងឧបត្ថម្ភ 3,600,000 លានដុល្លារដើម្បីសង់ផ្ទះមហាសាមគ្គីចំនួន 18 ខ្នងនិងផ្ទះតបស្នងសង្គមចំនួន 37 ខ្នងឧបត្ថម្ភ 10,000 លានដុល្លារសម្រាប់សកម្មភាពអប់រំឧបត្ថម្ភសុខាភិបាល 3,300,000 លានដុល្លារនិងចំណាយឧបត្ថម្ភសុខុមាលភាពសង្គមផ្សេងៗគឺ 7,400,000 លានដុល្លារក្រុមហ៊ុនឆ្នោតជាតិកង្ធើបានរួមដំណើរជាមួយសមាគមនិងតែងជាអ្នកឧបត្ថម្ភយ៉ាងស្និទ្ធស្នាលនិងបានអនុវត្តកម្មវិធីជាមួយយើងខ្ញុំក្នុងពេលកន្លងយើងខ្ញុំសង្ឃឹមក្នុងពេលខាងមុខក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយសមាគមដើម្បីជំនួយអ្នកជំងឺក្រកំពុងត្រូវការជំនួយពីសង្គមក្រុមហ៊ុនឆ្នោតជាតិកង្ធើសមាគមគាំពៀអ្នកជំងឺមកជូនប្រទេសរុញចំនួន20គ្រឿងដល់អង្គភាពជាការជំនួយតនពេលសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃមន្ទីរពេទ្យទទួលពិនិត្យនិងព្យាបាលអ្នកជំងឺជាមធ្យម 1,000 នាក់ជួនកាលមានអ្នកជំងឺជាង 1,500 នាក់ប្រទេសរុញជាមធ្យោបាយចាំបាច់បំផុតក្នុងការបញ្ជូនអ្នកជំងឺក្នុងអំឡុងពេលពិនិត្យនិងព្យាបាលតាំងពីពេលនេះរហូតដល់ចុងឆ្នាំក្រុមហ៊ុនឆ្នោតជាតិកង្ខើប្រឹងប្រែងសម្រេចលើសកម្រិតរាល់កំហាត់ផែនការហិរញ្ញវត្ថុបន្ទាប់ពីកែសម្រួលរបស់ឆ្នាំ2025ជាក់ស្ដែងចំណូលប្រើប្រាស់គឺ 7,400,000 លានដុល្លារផលចំណេញមុនពន្ធ 793,000 លានដុល្លារនិងបង់ថវិកា 2,200,000 លានដុល្លាររួមនឹងនោះបន្តអនុវត្តល្អការងារសុខុមាលភាពសង្គមដើម្បីពង្រីកស្មារតីនិងគោលដៅសកម្មភាពរបស់ឆ្នោតជាតិកង្ខើគឺជាទំនួលខុសត្រូវសហគមន៍អភិវឌ្ឍន៍